ដល់ខែសបោលពៅហើយមានតែធ្វើនំលពៅនឹងឯងបងប្អូនគឺនំចាក់ច័ន្ទលពៅទៀតហើយមើលទៅស្តៀងនឹងដាក់លាក់មែនអត់បងប្អូនប៉ុន្តែអត់ទេគឺយើងប្រើតែលពៅសុទ្ធយកមកធ្វើនំហ្នឹងគឺថាឈ្ងុយឆ្ងាញ់មែនតែនលាយជាមួយនឹងខ្ទិះដូងយើងហ្នឹងគឺថាឆ្ងាញ់ណាស់បងប្អូននំនេះខ្ញុំធ្វើយកទៅវត្តបងប្អូនប៉ុន្តែកាត់វីដេអូអត់ទាន់អញ្ចឹងទៅតែកាត់ឥឡូវហ្នឹងដោយសារតែមិនសូវមានពេលហើយវិធីធ្វើនំនេះគឺខ្ញុំធ្វើដូចតែមុនដែរទេបងប្អូនព្រោះថាងាយស្រួលខ្លាំងមែនតែនកាលពីឆ្នាំមុនខ្ញុំចេញវីដេអូម្ដងហើយតែកុំឲ្យបងប្អូនពិបាករកខ្ញុំចេញវីដេអូម្ដងទៀតឥឡូវមកមើលពីវិធីធ្វើទាំងអស់គ្នាខ្ញុំយកល្ពៅចំនួន3ខាំចាត់សម្បកឲ្យស្អាតចំហុយឲ្យឆ្អិនប្រហែលជា25នាទីគឺឆ្អិនហើយយកល្ពៅយើងមកកិនឲ្យម៉ត់បើកិនទៅរៀងកោកទឹកយើងអាចថែមទឹកខ្ទិះឬក៏ទឹកបន្តិចបានដើម្បីកិនឲ្យបានម៉ត់ល្អចាបន្ទាប់មកខ្ញុំមានទឹកខ្ទិះចំនួន700 ml ឬក៏700 ml ថែមអំបិលហ្នឹងមួយចាប់បងប្អូនស្ករសខ្ញុំប្រើ380ក្រាមកូរស្ករសឲ្យនឹងខ្ទិះដូងហ្នឹងឲ្យបានរលាយសព្វល្អហើយបើកភ្លើងតិចៗបងប្អូនចាគឺកូរនៅលើភ្លើងចឹងមកកុំបើកភ្លើងខ្លាំងពេកកូរគ្រាន់តែឲ្យរលាយស្ករអស់ទៅរៀងក្តៅអ៊ុនគឺយើងបិទភ្លើងបងប្អូនណាចាហើយយើងទុកឲ្យត្រជាក់សិនបន្ទាប់មកទៀតគឺយើងត្រូវការលាយម្សៅចំពោះម្សៅខ្ញុំប្រើម្សៅអង្ករខ្សាយនោះចំនួន100ក្រាមឬក៏1ខាំចាម្សៅឆាខ្ញុំប្រើ350ក្រាមឬក៏3ខាំកន្លះបងប្អូនចាកូរម្សៅទាំងពីរឲ្យសព្វចូលគ្នាមកពេលដែលទឹកខ្ទិះយើងត្រជាក់ហ្នឹងគឺយើងយកមកចាក់ទៅយើងចាក់កូរម្ដងតិចរហូតដល់អស់ទឹកខ្ទិះយើងនឹងទៅបងប្អូនវិធីធ្វើនំចាក់ច័ន្ទគឺមានច្រើនណាបងប្អូនចង់ធ្វើតាមវិធីមួយណាក៏បានដែរឲ្យតែបងប្អូនគិតថាងាយស្រួលអញ្ចឹងណាអត់មានអីពិបាកអីបងប្អូនចង់ធ្វើវិធីដូចខ្ញុំនេះក៏បានឬក៏វិធីផ្សេងទៀតក៏បានដែរតាមដែលបងប្អូនមើលទៅមួយណាងាយស្រួលជាងគឺបងប្អូនធ្វើមួយនឹងទៅណាកូររហូតដល់សាច់ម្សៅយើងបានម៉ត់ល្អអញ្ចឹងបងប្អូនមើលទៅឡើងម៉ត់ស្អាតតែម្ដងឥឡូវខ្ញុំរំលែកម្សៅជា2គឺពាក់កដាលបងប្អូនបើសិនជាអាចបងប្អូនរំលែកសាច់ម្សៅពណ៌សច្រើនជាងសាច់ម្សៅដែលដាក់លាយជាមួយនឹងសាច់ល្ពៅក៏បានដែរចាព្រោះថាពេលដែលយើងលាយជាមួយនឹងល្ពៅទៀតគឺច្រើនជាងម្សៅពណ៌សបងប្អូនចំណែកម្សៅពណ៌សនេះខ្ញុំថែមទឹកខ្ទិះដូង300 ml ថែមទៀតណាបងប្អូនចាហើយកូរឲ្យបានសព្វទៅគឺរួចរាល់ហើយបន្ទាប់មកទៀតម្សៅទី2នេះគឺខ្ញុំលាយជាមួយនឹងល្ពៅចាលាយជាមួយនឹងល្ពៅហ្នឹងគឺដាក់ល្ពៅរៀងច្រើនដែរចំនួន3ខាំហ្នឹងបងប្អូនដើម្បីឲ្យនំយើងមានពណ៌ស្អាតចាបើដាក់តិចក៏ពណ៌រៀងស្លេកតាមហ្នឹងអញ្ចឹងណាបើយើងដាក់ច្រើនពណ៌កាន់តែស្អាតចាក់សាច់ល្ពៅចូលហើយខ្ញុំថែមជាមួយនឹងទឹកខ្ទិះដូង350 ml ថែមទៀតឬក៏350 ml នឹងឯងបងប្អូនកូរល្បាយយើងឲ្យបានសព្វចូលគ្នាបានល្អទៅហើយបងប្អូនកុំភ្លេចដួសពពុះចេញផងបើសិនជាមានពពុះអញ្ចឹងណាសាច់ម្សៅដែលលាយជាមួយនឹងល្ពៅគឺខ្ញុំយកមកត្រងថែមមួយជាន់ទៀតដើម្បីឲ្យសាច់ម្សៅយើងបានម៉ត់ល្អពេលដែលយើងចាក់នំទៅអត់គ្រើមបងប្អូនចាបើសិនជានៅសាច់ល្ពៅគ្រើមគឺយើងចាក់ទៅអត់សូវស្អាតដែរចាឥឡូវយើងមកលាបប្រេងឆាជាមួយនឹងពុម្ពលាបបន្តិចទៅបានហើយបងប្អូនដើម្បីពេលដែលយើងចាក់នំទៅកុំឲ្យជាប់ណាហើយពេលដែលទឹកយើងពុះខ្ញុំដាក់ពុម្ពយើងនឹងចូលទៅក្នុងឆ្នាំងចំហុយប្រហែលជា5នាទីជាមុនសិនចាំយើងចាក់នំយើងចូលចំពោះការចាក់នំនេះក្រាស់ស្ដើងបងប្អូនដាក់តាមការចូលចិត្តណាចំពោះនំចាក់ច័ន្ទយើងកុំចាក់ក្រាស់ពេកកាលណាក្រាស់ពេកអត់សូវស្អាតទេបងប្អូនយើងចាក់ស្ដើងល្មមទៅបានហើយចំពោះនំនេះគឺខ្ញុំថតរៀងកាត់ដែរហើយនំមួយជាន់គឺខ្ញុំចំហុយរយៈពេល5នាទីបងប្អូនឲ្យសាច់នំយើងឆ្អិនបានល្អសិនចាំយើងចាក់ថែមមួយជាន់ទៀតណាចំពោះនំបងប្អូនចាក់5ជាន់6ជាន់តាមការចូលចិត្តរបស់បងប្អូនក្រាស់ឬស្ដើងអញ្ចឹងណាចំពោះជាន់ដែលយើងចាក់ចុងក្រោយគេនេះគឺយើងចំហុយរយៈពេល15ទៅ20នាទីគឺនំយើងឆ្អិនបានល្អហើយចំពោះថាសទី1គឺចាក់រួចរាល់ហើយឥឡូវចូលដល់ថាសទី2ក៏រួចរាល់ផងដែរបងប្អូនយើងទុកសាច់នំយើងឲ្យត្រជាក់សិនចាំកាត់ណាចាហើយនេះសាច់នំយើងត្រជាក់ហើយព្រោះថាខ្ញុំថតរៀងកាត់ទៅបងប្អូនបើថតកាត់ទៅគឺយូរខ្លាំងមែនតើពេលដែលសាច់នំយើងត្រជាក់សាច់នំយើងគឺងាយស្រួលកាន់ប៉ុន្តែពេលដែលសាច់នំក្តៅគឺយើងកាត់អត់កើតទេបងប្អូនព្រោះថាកាត់ទៅក៏អត់ចេញរូបរាងស្អាតដែរអញ្ចឹងទុកទាល់តែសាច់នំយើងត្រជាក់អញ្ចឹងណាហើយក្បិតក៏ដូចគ្នាដែរបើសិនជាចង់កាត់នំកុំឲ្យជាប់បងប្អូនអាចទ្រាំជាមួយនឹងហ្វីមណាចាឬក៏ថង់ផ្លាស្ទិកបែបហ្នឹងពេលដែលកាត់ទៅសាច់នំយើងអត់ជាប់នឹងកបិតទេសាច់នំយើងឡើងទន់ល្មើយបងប្អូនសាច់នំរាងស្វិតតិចញ៉ាំទៅឆ្ងាញ់មែនតើហើយបើថាពណ៌វិញស្តៀងនឹងយើងដាក់លាក់បងប្អូនប៉ុន្តែអត់បានដាក់ទេគឺយើងប្រើល្ពៅសុទ្ធទៅគឺពណ៌ស្អាតតែម្ដងបងប្អូនឃើញទេសាច់នំយើងក៏ស្អាតដែរមានអីបងប្អូនសល់ល្ពៅច្រើនយើងច្នៃធ្វើនំនេះនំនោះអញ្ចឹងទៅដូចជានំចាក់ច័ន្ទឬក៏នំអាកោឬក៏នំល្ពៅផ្សេងគឺច្នៃបានច្រើនមែនតើមិនថាធ្វើបង្អែមផ្សេងគឺបានច្រើនណាល្ពៅយើងគឺមានប្រយោជន៍ច្រើនមែនតើណាបងប្អូនបើសិនជាបងប្អូនសល់ល្ពៅច្រើនបងប្អូនអាចសាកច្នៃធ្វើជានំចាក់ច័ន្ទដូចខ្ញុំនេះក៏បានដែរដូច
ដោយកូនខ្ញុំគឺចូលចិត្តណាស់នំនេះបងប្អូនឲ្យតែធ្វើលើកណាគឺគាត់ចូលចិត្តញ៉ាំមែនតែនព្រោះអីគាត់ចូលចិត្តបកមួយជាន់អញ្ចឹងណាដូចខែនេះអញ្ចឹងកំពុងតែខែពេញសម្បូរល្ពៅនឹងតែម្ដងនៅផ្សារបារាំងក៏មានល្ពៅច្រើនទៀតបងប្អូនហើយមានគ្រប់ម៉ូដតែម្ដងតែបើបានល្ពៅខ្មែរយើងយកមកធ្វើនំកាន់តែឈ្ងុយឆ្ងាញ់ណាបងប្អូនព្រោះថាល្ពៅខ្មែរយើងគឺខ្ទិះហើយឆ្ងាញ់ទៀតនំមួយថាសនេះគឺខ្ញុំកាត់ឲ្យហើយមុននឹងយកទៅវត្តអញ្ចឹងបងប្អូនគឺងាយស្រួលចាប់ដាក់ចង្ហាន់លោកបងប្អូនអញ្ចឹងវិធីធ្វើខ្ញុំបានបង្ហាញហើយបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាព្រោះថាវិធីធ្វើគឺងាយស្រួលខ្លាំងមែនទែន